សួស្តីអ្នកទាំងអស់គ្នាមកធ្វើណែមជូរស្បែកជ្រូកញ៉ាំទៀតហើយខានធ្វើយូរហើយប៉ុន្តែលើកនេះធ្វើតែបន្តិចអត់ធ្វើច្រើនទេហើយរូបមន្តធ្វើណែមជូរស្បែកជ្រូកនេះគឺខ្ញុំមានវីដេអូផុសម្ដងរួចមកហើយប៉ុន្តែថ្ងៃនេះគឺខ្ញុំចេញមកបង្ហាញម្ដងទៀតអញ្ចឹងណានេះគឺជាម្សៅសម្រាប់ធ្វើណែមជូរម្សៅនេះគឺខ្ញុំប្រើ2កញ្ចប់មួយកញ្ចប់គេប្រើសាច់ចំនួនកន្លះគីឡូដូច្នេះខ្ញុំប្រើ2កញ្ចប់គឺសាច់1គីឡូហើយបន្ទាប់មកទៀតគឺខ្ញុំមានស្បែកជ្រូកនេះអ្នកទាំងអស់គ្នាអាចទិញជាស្បែកជ្រូកកកដែលគេហាន់ស្ដើងតូចហើយនឹងគេស្ងោរស្រាប់ហ្នឹងយកមកដាក់តែម្ដងក៏បានដែរគឺងាយស្រួលមែនទែនហើយយើងចង់ដាក់ប៉ុន្មានក៏បានដែរសាច់យើងចូលចិត្តអញ្ចឹងណាហើយបន្ទាប់មកទៀតនេះខ្ញុំមានខ្ទឹមសកិនជាមួយនឹងម្ទេសហើយកិនវាម៉ត់ហើយបន្ទាប់មកខ្ញុំមានហាន់ជាបន្ទះស្ដើងបន្តិចដែរសម្រាប់ខ្ទឹមសនិងម្ទេសគឺយើងដាក់បន្តិចឬច្រើនស្អីលើយើងចូលចិត្តទេបើយើងចូលចិត្តខ្ទឹមច្រើនគឺយើងដាក់ច្រើនទៅហើយណាមួយខ្ទឹមវាឆាប់ជូរហើយបើម្ទេសហ្នឹងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តហឹរគឺដាក់ច្រើនទៅតែខ្ញុំអត់សូវចូលចិត្តហឹរទេដល់ពេលអញ្ចឹងទៅដាក់តែប្រហែលជា4គ្រាប់ទេសម្រាប់សាច់ជ្រូក1គីឡូហ្នឹងណាហើយបន្ទាប់មកទៀតគឺខ្ញុំថែមស្ករសចំនួន2ស្លាបព្រាបាយសម្រាប់ស្ករសបើសិនជាអ្នកទាំងអស់គ្នាប្រើ1កញ្ចប់គឺប្រើតែ1ស្លាបព្រាបាយបានហើយតែសម្រាប់ខ្ញុំប្រើ2កញ្ចប់ខ្ញុំប្រើ2ស្លាបព្រាបាយពេលដាក់ស្ករសសាច់ហើយនឹងខ្ទឹមសចូលជាមួយគ្នាអស់ហើយអញ្ចឹងគឺយើងច្បល់ទៅច្បល់មកឲ្យវាចូលគ្នាបន្តិចសិនចាំយើងដាក់គ្រឿងចូលតាមក្រោយហើយសម្រាប់ម្សៅកញ្ចប់នេះមួយកញ្ចប់ហ្នឹងគឺវាមានអំបិលនៅក្នុងហ្នឹងណាហើយកញ្ចប់ទូចហ្នឹងគឺជាអំបិលហើយអញ្ចឹងខ្ញុំកាត់ដាក់ចូលទាំងអស់មួយកញ្ចប់ហ្នឹងគឺដាក់ចូលទាំងអស់ទាំងម្សៅខាងក្នុងហើយនិងម្សៅក្នុងកញ្ចប់តូចហ្នឹងណាហើយខ្ញុំដាក់ចូលចំនួន2កញ្ចប់សម្រាប់ដាំជូរស្បែកជ្រូកនេះគឺស្រួលធ្វើមែនទែនអ្នកទាំងអស់គ្នាបើពិបាករឿងកិនសាច់ទៅវិញព្រោះអីបើសិនជាយើងមានម៉ាស៊ីនតូចកិនទៅគឺឆាប់ឆេះម៉ាស៊ីនណាហើយតើតើយើងមានម៉ាស៊ីនរាងធំមិនស្រួលកិនតែបើយើងទិញសាច់មកវិសាកិនស្រាប់អញ្ចឹងវាអត់សូវល្អហ្មងទេបើយើងកិនខ្លួនឯងគឺសាច់ល្អជាងអញ្ចឹងណាឥឡូវនេះគឺមកធ្វើណែមជូរម្ដងគឺតែ1គីឡូឯងដោយសារលើកមុនធ្វើសិតតែ2គីឡូដោយសារតែអញ្ចឹងទៅវាធ្វើឲ្យម៉ាស៊ីនហ្នឹងគឺឆាប់ខូចណាម៉ាស៊ីនកិនសាច់ខ្នាតតូចដល់ពេលតែយើងកិនទៅគឺវាឆាប់ខូចមែនទែនវាឆាប់ឲ្យលុតម៉ាស៊ីនអញ្ចឹងឥឡូវឲ្យតែធ្វើគឺធ្វើតែ1គីឡូបានហើយអត់ធ្វើច្រើនទេគឺឈប់លោភលន់ហើយណាមួយពិបាកក្នុងការកិនសាច់ពេកហ៎ពេលដាក់ម្សៅណែមជូរចូលហើយគឺយើងត្រូវតែច្បល់ធ្វើម៉េចឲ្យញាប់ដៃបន្តិចគឺច្បាច់ទៅច្បាច់មកច្បល់ធ្វើម៉េចឲ្យសព្វល្អហើយរៀងញាប់ដៃព្រោះអីបើសិនជាយើងច្បាច់រៀងយឺតណាតាមមួយសន្ទុះហ្នឹងគឺម្សៅនឹងចាប់ផ្ដើមឡើងស្អិតក្នុងការពិបាកនឹងយើងច្បាច់ហើយវាឆាប់ឡើងរឹងណាចឹងហើយគឺខ្ញុំច្បាច់រៀងញាប់ដៃបន្តិចបន្ទាប់មកគឺខ្ញុំយកវាទៅដាក់ចូលក្នុងថង់មួយដាក់ចូលក្នុងថង់មួយគឺយើងត្រៀមយកទៅសង្កត់វាចេញជារាងណែមអញ្ចឹងណាពេលដាក់សាច់ចូលក្នុងថង់ហើយក៏យើងត្រូវញាប់ដៃដែរគឺចាប់ផ្ដើមយកដៃសកត់វាសប៉ែតឬមួយក៏មានប្រដាប់លុញម្សៅយើងសកត់វាសប៉ែតមែនទែនធ្វើអញ្ចឹងឲ្យញាប់ដៃបើសិនជារាងយឺតម្សៅនឹងចាប់ផ្ដើមឡើងរឹងអញ្ចឹងយើងសកត់លេងទៅហើយរាងណែមយើងក៏អត់ឃើញស្មើស្អាតដែរសម្រាប់កំរាស់ណែមកុំធ្វើឲ្យក្រាស់ពេកអត់ឆ្ងាញ់ទេគឺស្ដើងមកល្មមញ៉ាំឆ្ងាញ់តែម្ដងពេលក្រាស់ពេកវារាងតាន់ខ្លាំងគឺញ៉ាំទៅអត់ឆ្ងាញ់ទេហើយបើយើងសកត់មកល្មមគឺញ៉ាំទៅគឺឆ្ងាញ់ណាបន្ទាប់ពីសកត់រួចរាល់ហើយយើងត្រូវបត់កន្លែងមាត់ថងហ្នឹងបត់វាស្មើនឹងណែមនឹងមកដើម្បីឲ្យចេញជារាង4ជ្រុងហើយចាប់ផ្ដើមសកត់ទៅសកត់មកឲ្យសាច់នឹងវាស្មើគ្នាហើយបន្ទាប់មកទៀតយកថងមួយទៀតច្រកពីលើមកដើម្បីកុំឲ្យសាច់នឹងវាចូលខ្យល់បើមិនជាសាច់ចូលខ្យល់ណែមនឹងក៏អត់ឆ្ងាញ់ដែរច្រកថងមួយទៀតហើយយើងបិទមាត់ឲ្យជិតមកហើយយើងទុកវាចោលរយៈពេល1យប់ទៅគឺអាចញ៉ាំបានហើយសម្រាប់អ្នកដែលអត់ចូលចិត្តជូរខ្លាំងណាទុកតែ1យប់គឺញ៉ាំបានហើយប៉ុន្តែបើសិនជាអ្នកចូលចិត្តជូរជ្រះទុកពី3ទៅ4យប់ឡើងបានជូរជ្រះហើយសម្រាប់ណែមស្បែកជ្រូកនេះពេលយើងធ្វើថ្មីឃើញឲ្យឡើងពណ៌រាងស្លេកកម្ៅប៉ុន្តែយើងទុកចោល1ម៉ោងគឺឡើងពណ៌ក្រហមស្អាតតែម្ដងសម្រាប់ណែមស្បែកជ្រូកនេះបន្ទាប់ពីធ្វើហើយគឺទុកនៅក្រៅទូទឹកកករយៈពេល1យប់ឬក៏2យប់អស់យូរហើយបើសិនជាបន្ទាប់ពី1យប់ឬ2យប់ហើយគឺត្រូវយកទៅដាក់ក្នុងទូទឹកកកឲ្យបើសិនជាយើងអត់ទាន់ញ៉ាំក៏ដូចគ្នានឹងញ៉ាំហើយយើងត្រូវដាក់ចូលទូទឹកកកឲ្យដើម្បីកុំឲ្យសាច់ណែមវាខូចណាហើយណែមជូរនេះយើងទុកបានយូរថ្ងៃសម្រាប់ខ្ញុំធ្វើរាល់ដងខ្ញុំទុកដល់1ខែបានខ្ញុំញ៉ាំអស់ហើយនៅតែល្អអត់ខូចទេហើយនេះគឺជាណែមស្បែកជ្រូកដែលធ្វើហើយអ្នកទាំងអស់គ្នាបន្ទាប់ពីធ្វើហើយគឺឡើងក្រហមស្អាតចឹងហ្មងហើយឥឡូវនេះខ្ញុំនឹងយកវាមកកាត់បង្ហាញជូនអ្នកទាំងអស់គ្នាមើលណានេះអ្នកទាំងអស់គ្នាបន្ទាប់ពីយើងដកថង់ចេញនិយាយទៅគឺថាល្អមែនទែនសាច់ឡើងហាប់ហើយណែនហើយល្អទុនលាក់ចឹងណាអ្នកទាំងអស់គ្នាមើលនេះបន្ទាប់ពីបកថង់ហើយគឺកាត់ម្ដុំតូចមកទុកស្រួលញ៉ាំដាក់ក្នុងទូទឹកកកទៅបើយើងចង់ខ្ចប់ជាថង់តូចក៏បានដែរខ្ចប់បន្ថែមខ្ទឹមសម្ទេសទៀតក៏បានដែរប៉ុន្តែឥឡូវនេះគឺថាខ្ជិលខ្ចប់អ្នកទាំងអស់គ្នាចំណាយពេលយូរមែនទែនអញ្ចឹងធ្វើអីស្រួលកាត់ហើយគឺដាក់ក្នុងចានទៅរៀបចំដាក់ចូលក្នុងថង់
យើងដាក់មកថងតូចមកញ៉ាំមកអស់ចាំយកថងថ្មីអញ្ចឹងកុំឲ្យលោកច្បុកច្បល់អញ្ចឹងទៅវាឆាប់ខូចខ្ញុំឥឡូវគឺខ្ញុំទម្រាបចូលថងមកថងហ្នឹងគឺខ្ញុំដាក់5 10ដុំឬ20ដុំអីចឹងទៅចូលទៅក្នុងហ្នឹងតើតែញ៉ាំមកថងអស់ហ្នឹងបានខ្ញុំចាប់ផ្ដើមទៅយកថងថ្មីមកយកមកញ៉ាំម្ដងទៀតបើធ្វើអញ្ចឹងទៅណែមយើងគឺនៅតែល្អបើសិនជាយើងដាក់ចូលទាំងអស់តែម្ដងយើងបើកទៅបើកមកអញ្ចឹងខ្យល់ចូលគឺវាខូចអស់ហើយទុកឲ្យបានយូរទេនេះអ្នកទាំងអស់គ្នាមើលសាច់ណែមនិយាយពីថាអូឆ្ងាញ់មែនហើយសម្រាប់បងប្អូនដែលចង់ចេះធ្វើហើយមើលវីដេអូនឹងអត់សូវយល់អញ្ចឹងបងប្អូនអាចចូលទៅឆែកមើលវីដេអូផ្សេងទៀតណាព្រោះអីខ្ញុំបានផុសជាវីដេអូរបៀបធ្វើណែមជូរនឹងម្ដងរួចរាល់ដែរហើយអញ្ចឹងគឺរបៀបធ្វើយ៉ាងលម្អិតណាបើសិនជាអ្នកទាំងអស់គ្នាឆ្ងល់ពីកន្លែងអីចឹងអាចចូលមើលពីវិធីធ្វើនៅវីដេអូមួយទៀតគឺធ្វើទៅដូចតែគ្នាទេប៉ុន្តែគាត់ថាវីដេអូលើកមុនហ្នឹងគឺបាននិយាយរ៉ាយរ៉ាប់ឬក៏បង្ហាញគ្រឿងផ្សំច្បាស់ជាងនេះអញ្ចឹងណាសម្រាប់ណែមជូរមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាចង់ចេះធ្វើរៀនធ្វើទៅគឺស្រួលធ្វើទេហើយណាមួយធ្វើទៅក៏ចំណេញលុយដែរសុខភាពក៏ល្អយើងធ្វើញ៉ាំខ្លួនឯងអញ្ចឹងណាមើលអ្នកទាំងអស់គ្នានេះរួចរាល់ហើយនេះសម្រាប់ណែមជូរនេះបើបានញ៉ាំម្ដុំហើយគឺចង់ញ៉ាំទៀតគ្មានឈប់ដៃអ្នកទាំងអស់គ្នាដោយសារតែញ៉ាំជក់មាត់ជាពិសេសអ្នកខ្លែមស្រាយគឺថាត្រូវបាច់តែម្ដងតែខ្ញុំអត់ចេះញ៉ាំស្រាយប៉ុន្តែញ៉ាំអស់ច្រើនដែរកុំភ្លេចណាអ្នកទាំងអស់គ្នាបើចូលចិត្តវីដេអូមួយនេះសូមជួយ share ទាំងអស់គ្នាម្នាក់មួយផងដើម្បីឲ្យបងប្អូនមួយចំនួនដែលគាត់អត់ចេះធ្វើណែមជូរអាចរៀនធ្វើពីវិធីដែលខ្ញុំបង្ហាញនេះបានណាអរគុណច្រើន